សួស្តីធនណាបាទលោកគ្រូអូខេបន្ទាប់ពីរៀនមេរៀន limit ចប់គ្រូចង់សួរសំណួរ3 4ដើម្បីចង់ដឹងថាធនណាចេះមេរៀន limit នឹងដែរអត់អូខេនេះលំហាត់ទី1ស្មើ2025ហេតុអីបានចម្លើយស្មើ2025ដោយសារ limit x ខិតច0sin រួចវាចូលរូបមន្ត sin ax លើ x អាហ្នឹងស្មើ2025ស្មើ a អូខេតោះលំហាត់ទី2ផងគ្រូគឺ limit x បូក anon នៃ 2x សេគុណ2025 3បូក 3x សេគុណ20ដក7លើ x សេគុណ2025បូក 4x សេគុណ100បូក x មើលចម្លើយវាស្មើប៉ុន្មានចម្លើយវាស្មើ2មូលហេតុអីចេញ2ដោយសារអា 2x 2025ហ្នឹងយើងអាចទាញ x ជាកតាដល់ពេលអា 3x ពីស្វ័យគុណ2020ហើយដក7ហ្នឹងពេលដែលយើងទាញ x ជាកតាទៅវាស្មើ0អាហ្នឹងយើងទាញ x ឬក៏ទាញ x សេគុណ2025ទាញ x ស្វ័យគុណ2025អញ្ចឹងទាញ x សេគុណ2025ទៅអាម្ដុំខាងមុខនេះចេញអីគេអត់ដុំខាងក្រោយដុំខាងក្រោយវាចេញ0ទាំងអស់អញ្ចឹងសមមុខចម្លើយវាស្មើប៉ុន្មានស្មើ2អូខេតោះលំហាត់ទី3ផលគ្រូគឺជាលំហាត់មួយនេះអញ្ចឹងមើលថាតើចម្លើយវាស្មើប៉ុន្មានស្មើស្វ័យគុណ168តើលំហាត់ហ្នឹងចូលរូបមន្តអីគេចូលរូបមន្ត limit x ខិត0នៃ1បូក ax ស្វ័យគុណ1លើ x ស្មើស្វ័យគុណ a សេគុណ a ហើយដល់ពេលអានេះគឺ168អញ្ចឹងចេញសេគុណ168អញ្ចឹងទៅតើលំហាត់ទី4របស់យើងគឺនេះជាលំហាត់ទី4របស់យើង limit x 0នៃ ln 4x ការ៉េបូក1លើ x ការ៉េគូចង់នឹងចម្លើយវាស្មើប្រមាណហ្នឹងស្មើ4ចុះយើងប្រើរូបមន្តអីគេlimit x ខិត0នៃ ln ax បូក1លើ x អាចបូក1លើ x អាហ្នឹងស្មើ a អញ្ចឹងដល់ពេលអានេះមានលេខ4អញ្ចឹងស្មើ4អញ្ចឹងទៅអូខេអរគុណធូណាអរគុណច្រើន